សូមជូនរឿងទេវតាតូចនិងជាងកាត់ស្បែកជើងកាលពីព្រេងនាយមានជាងកាត់ស្បែកជើងម្នាក់គាត់គឺជាបុរសល្អនិងខិតខំធ្វើប្រឹងប្រែងធ្វើការតែគាត់ក្រណាស់ថ្ងៃមួយគាត់ដឹងថាខ្លួនគាត់នៅសល់តែស្បែកក្រណាត់មួយដុំប៉ុណ្ណោះស្បែកក្រណាត់នោះអាចធ្វើបានតែស្បែកជើងមួយគូប៉ុណ្ណោះដូច្នេះជាងកាត់ស្បែកជើងបានកាត់ស្បែកក្រណាត់នោះហើយបន្សល់ទុកខ្លះនៅលើតុគាត់គិតថាខ្ញុំនឹងធ្វើស្បែកជើងនៅព្រឹកស្អែកពេលព្រឹកព្រលឹមជាងកាត់ស្បែកជើងបានធ្វើដំណើរទៅហាងរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បាត់ស្បែកក្រណាត់នោះបែរជាឃើញមានស្បែកជើងមួយគូទៅវិញស្បែកជើងដ៏ស្រស់ស្អាតនោះត្រូវបានលក់ដាច់ភ្លាមអ្នកទិញស្បែកជើងម្នាក់បានឲ្យលុយទៅជាងកាត់ស្បែកជើងយ៉ាងច្រើនជាមួយនឹងលុយនោះជាងកាត់ស្បែកជើងបានយកទៅទិញក្រណាត់បាន2ដុំទៀតសម្រាប់កាត់ស្បែកជើងជាងកាត់ស្បែកជើងបានកាត់ស្បែកក្រណាត់ធ្វើជាស្បែកជើង2គូគាត់បានទុកស្បែកក្រណាត់នោះនៅលើតុម្ដងទៀតព្រឹកស្អែកជាងកាត់ស្បែកជើងបានឃើញស្បែកជើង2គូនៅលើតុហេតុការណ៍នេះបានកើតឡើងជារៀងរាល់ថ្ងៃជាងកាត់ស្បែកជើងបានคล้ายជាអ្នកមានភ្លាមថ្ងៃមួយជាងកាត់ស្បែកជើងបាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថាយើងត្រូវតែរកឲ្យឃើញថាតើនរណាគេជួយយើងនៅយប់នោះជាងកាត់ស្បែកជើងបានទុកស្បែកក្រណាត់នៅលើតុបន្ទាប់មកគាត់និងប្រពន្ធរបស់គាត់បានលាក់ខ្លួននៅក្រោយវាំងននមួយនៅពាក់កណ្ដាលអធ្រាត្រមានទេវតាតូច2នាក់បានចូលមកតាមបង្អួចទេវតាតូចបានហក់ឡើងលើតុហើយបានចាប់ផ្ដើមដេរស្បែកក្រណាត់នោះឲ្យទៅជាស្បែកជើងពួកវាបានដេរចេញជាស្បែកជើងមួយគូភ្លាមបន្ទាប់មកពួកវានាំគ្នារាំជុំវិញតុហើយក៏ហោះចេញតាមមាត់បង្អួចបាត់ទៅជាងកាត់ស្បែកជើងហើយនឹងប្រពន្ធរបស់គាត់ចេញពីក្រោយវាំងនននោះជាងកាត់ស្បែកជើងបាននិយាយថាមូលហេតុគឺដូច្នេះសោះទេវតាតូចជាអ្នកដេរស្បែកជើងដ៏ស្រស់ស្អាតឲ្យយើងទេតើប្រពន្ធជាងកាត់ស្បែកជើងបាននិយាយថាយើងត្រូវតែធ្វើអ្វីមួយដើម្បីតបស្នងសងគុណគេវិញខ្ញុំនឹងធ្វើសម្លៀកបំពាក់ដ៏ស្រស់ស្អាតឲ្យពួកគេពាក់ប្រពន្ធជាងកាត់ស្បែកជើងបានធ្វើអាវតូច2ខោ2និងមួក2សម្រាប់ពួកគេចំណែកជាងកាត់ស្បែកជើងវិញបានធ្វើស្បែកជើង2គូសម្រាប់ពួកគេម្នាក់មួយល្ងាចក្រោយមកជាងកាត់ស្បែកជើងបានទុកស្បែកជើងនិងខោអាវនៅលើតុបន្ទាប់មកគាត់និងប្រពន្ធរបស់គាត់បានលាក់ខ្លួននៅក្រោយវាំងននម្ដងទៀតពេលពាក់កណ្ដាលអធ្រាត្រទេវតាបានចូលមកនិងហក់ឡើងលើតុពួកវាសប្បាយចិត្តដោយបានឃើញសម្លៀកបំពាក់និងស្បែកជើងពួកវាបានពាក់សម្លៀកបំពាក់និងស្បែកជើងនោះហើយបានហោះចេញតាមបង្អួចបាត់ទៅជាងកាត់ស្បែកជើងនិងប្រពន្ធរបស់គាត់មិនដែលបានឃើញពួកគេទៀតទេ
តែពួកគេបានផ្ដល់ឲ្យជាងកាត់ស្បែកជើងនិងប្រពន្ធរបស់គាត់នៅសំណាងល្អពួកគេរស់នៅយ៉ាងសប្បាយចិត្តនិងសុខសាន្តតាំងពីពេលនោះរៀងមកអើយ